ហើយមួយវិញទៀតគឺមេភូមិគាត់មានទូរនទីរបស់គាត់ដែរហើយទូរនទីរបស់គាត់មានជាទទួលខុសត្រូវក្នុងភូមិអញ្ចឹងឧទាហរណ៍ថាឃុំសង្កាត់នីមួយៗគេអាចរាប់ចាប់ឡើងពី3ភូមិទៅកាន់300ភូមិដែលយើងអាចចាត់ទុកថាជាឃុំសង្កាត់មួយប៉ុន្តែក្នុងមួយភូមិគឺត្រូវមានមេភូមិម្នាក់ដើម្បីមកការខុសត្រូវអញ្ចឹងចំណុចនេះគេថាមេភូមិគាត់ជាអ្នកមានសិទ្ធិឬក៏កាតព្វកិច្ចរបស់គាត់ជាអ្នកទទួលខុសត្រូវនៅក្នុងភូមិរបស់គាត់វាសួរពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Nesset Podcast នេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយសម្រាប់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាហើយថ្ងៃនេះដែរខ្ញុំនាំប្រធានបទគឺក្រុមប្រឹក្សាគុំសង្កាត់ពុកម៉ែបងប្អូនទាំងគ្នាប្រហែលជាស្គាល់ហើយក្រុមប្រឹក្សាគុំសង្កាត់នៅមូលដ្ឋានរបស់ពុកម៉ែបងប្អូនទាំងគ្នាដូចជាមេភូមិមេឃុំឬក៏ក្រុមប្រឹក្សាគុំសង្កាត់ទាំងមូលអញ្ចឹងទៅហើយថ្ងៃនេះខ្ញុំមកបញ្ជាក់បន្ថែមទៀតថាក្រុមប្រឹក្សាគុំសង្កាត់ក៏មានទូនាទីអ្វីមានភារកិច្ចអ្វីខ្លះឥឡូវយើងទៅជួបនឹងភ្ញៀវកិត្តិយសទាំងគ្នាបាទជំរាបសួរគីម៉ងបាទសួស្តីវាសនាបាទគីម៉ងមិនដែរសុខសប្បាយជាធម្មតាទេបាទថ្ងៃវាសនាមួយរយៈនេះគឺសុខទុក្ខធម្មតាទេចូលវាសនាបាទខ្ញុំសុខសប្បាយធម្មតាគីម៉ងយល់ឃើញមិនដែរចំពោះក្រុមប្រឹក្សាគុំសង្កាត់នេះធានបទមួយនេះគីម៉ងយល់ឃើញបែបណាគីម៉ងអាចបញ្ចេញមតិយោបល់បាទថ្ងៃវាសនានៅក្នុងប្រធានបទនេះដែរគឺខ្ញុំគិតថាមានសារៈសំខាន់សម្រាប់បកស្រាយជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យយល់ដឹងអំពីក្រុមប្រឹក្សាគុំសង្កាត់ជាពិសេសឲ្យគាត់ដឹងថានៅក្នុងភូមិឃុំរបស់គាត់ហ្នឹងគឺឃុំសង្កាត់ហ្នឹងមានតួនាទីអ្វីខ្លះដើម្បីផ្ដល់ជូនពួកគាត់ចឹងទៅបាទគីម៉ងមួយទៀតគីម៉ងយល់ឃើញមែនថាអ្វីទៅជាក្រុមប្រឹក្សាគុំសង្កាត់គីម៉ងអាចបញ្ជាក់បន្ថែមលើនឹងទៀតទេបាទហើយវាសនាក្រុមប្រឹក្សាគុំសង្កាត់យើងត្រូវដឹងថាទី1ក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងគឺកាត់ឡើងនៅក្នុងឆ្នាំ2002ចឹងនៅក្នុងឆ្នាំ2002ហ្នឹងគឺក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងត្រូវបានបោះឆ្នោតឡើងដើម្បីអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបវិមជ្ឈកាលអញ្ចឹងតំណែងប្រជាពលរដ្ឋហើយនិងរាជរដ្ឋាភិបាលគឺចាប់ផ្ដើមកើតឡើងពីពេលហ្នឹងមកដូច្នេះហើយក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងគឺជាអង្គការមួយដែលតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់គាត់អញ្ចឹងភ្នាក់ងារតំណាងដែលស្ថិតនៅក្រោមការចាត់ចែងឬក៏ការប្រគល់អំណាចរបស់អាជ្ញាធរនេះហើយគឺជាឃុំសង្កាត់មួយវិញទៀតនៅក្នុងឋានៈតំណាងប្រជាពលរដ្ឋនេះឃុំសង្កាត់ហ្នឹងគឺមានតួនាទីបម្រើសេវាកម្មឬក៏សេវាសាធារណៈដូចជាទីមួយរៀបចំប្រព័ន្ធរដ្ឋបាលរៀបចំផ្នែកសេវាកម្មផាសុខភាពសុខុមាលភាពឬក៏សេដ្ឋកិច្ចសង្គមកិច្ចអីផ្សេងៗហ្នឹងទៅហ្នឹងគឺជាឃុំសង្កាត់ឬក៏ក្រុមប្រឹក្សាឃុំសង្កាត់បាទថ្ងៃនេះក្រុមប្រឹក្សាឃុំសង្កាត់គាត់មានតួនាទីប៉ុណ្ណឹងហើយចង់បញ្ជាក់លើនឹងទៀតថាតើតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំសង្កាត់មានអ្វីខ្លះគីម៉ងអាចបញ្ជាក់ពីលើបន្ថែមនឹងទៀតបាទថ្ងៃវាសនាតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាគុំសង្កាត់គឺគាត់មានច្រើនដំណាក់កាលដែលយើងអាចរៀបរាប់បានជាច្រើនទី1យើងត្រូវដឹងថាអាណត្តិនៃការគ្រប់គ្រងរបស់ក្រុមប្រឹក្សាគុំសង្កាត់សិនទី1គឺក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងគឺគាត់មានអាណត្តិ5ឆ្នាំនៅក្នុងការដឹកនាំរបស់គាត់អញ្ចឹងបន្ទាប់ពីគាត់មានអាណត្តិ5ឆ្នាំហើយគឺសមាជិកនៅក្នុងក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងគឺគាត់មានសមាជិកពី5ទៅ11រូបទៅតាមសមាជិករបស់ក្រុមប្រឹក្សារបស់គាត់រៀងៗខ្លួនចឹងទៅមួយវិញទៀតគឺតួនាទីរបស់គាត់មានជាទី1គឺធានាសន្តិសុខសម្រាប់សាធារណៈអញ្ចឹងធានាសន្តិសុខសម្រាប់នេះគឺចង់សម្ដៅថាគឺការមើលការខុសត្រូវឬក៏ការបម្រើទៅកាន់ប្រជាពលរដ្ឋឲ្យមានសណ្ដាប់ធ្នាប់ល្អសន្តិសុខសណ្ដាប់ធ្នាប់ល្អមិនថាជៀសវាងនៅអំពើហិង្សាឬក៏លុបបំបាត់ក្មេងពាលឬក៏បញ្ហាផ្សេងៗហ្នឹងទៅអាហ្នឹងគឺចំណុចទី1ទី2គឺជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចអញ្ចឹងនៅក្នុងនេះគឺគាត់ចង់បានថាគាត់ត្រូវតែជាអ្នកជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឬក៏ធ្វើឲ្យភូមិឃុំរបស់គាត់ហ្នឹងមានភាពរីកចម្រើនអាហ្នឹងគឺចំណុចទី2ហើយចំណុចទី3គឺលើកកម្ពស់ជីវភាពរបស់ប្រជាជនអញ្ចឹងគាត់មានភារកិច្ចដើម្បីផ្ដល់មតិយោបល់ទៅកាន់ប្រជាពលរដ្ឋឬក៏ប្រជាជននៅក្នុងភូមិរបស់គាត់ក្នុងការអប់រំចំណេះដឹងបញ្ហាផ្សេងៗដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់គាត់ហ្នឹងមានថាការងារល្អជីវភាពល្អក្នុងការរស់នៅបាទវិញទៀតគឺការពារថែរក្សាបរិស្ថានចំណុចនេះគឺគាត់ចង់ផ្ដោតទៅលើអនាម័យឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់គាត់ហ្នឹងមានចេះថាសម្អាតបរិស្ថានឬក៏ដាំឈើឲ្យបានច្រើនដើម្បីទទួលបានផាសុកភាពល្អចឹងទៅវិញទៀតសម្របសម្រួលបញ្ហារវាងប្រជាពលរដ្ឋចំណុចនេះល្អជាងគេតែយើងអាចថា
វាអាសាការឡើងក្នុងភូមិឃុំគាត់ថាគាត់សម្រួលវិវាទផ្សេងៗក្នុងការប៉ះទង្គិចគ្នាផ្សេងៗដោយថាដោយប្រយោជន៍ឬក៏ដោយមានប្រយោជន៍អញ្ចឹងទៅដោយពាក្យសម្ដីឬក៏ដោយផ្ទាល់អញ្ចឹងទៅគាត់ជាអ្នកសម្របសម្រួលគាត់ជាអ្នកធ្វើការដោះស្រាយបញ្ហាហ្នឹងឧទាហរណ៍ថាការឡើងនៅអំពើហិង្សាមួយគឺគាត់ជាអ្នកទៅសម្របសម្រួលឬក៏ជួយដោះស្រាយបញ្ហាហ្នឹងឲ្យវាធូរស្បើយឡើងវិញបាទក្នុងមួយទៀតខ្ញុំចង់បញ្ជាក់លើថាមេភូមិយើងគួរតែគ្រប់ស្រឡាញ់គាត់ទី1គាត់ជាអ្នកគេថាអាណាព្យាបាលរបស់យើងជួយសម្របសម្រួលជួបបញ្ហាយុបស្កាត់អីក៏គាត់មកសម្របសម្រួលយើងបានដែរយើងគួរតែមានថាយើងគួរតែផ្ដល់ក្តីស្រឡាញ់ជូនគាត់ចេះគ្រប់ស្រឡាញ់គាត់អីចឹងទៅទី1គាត់ធ្វើការច្រើននៅក្នុងភូមិមូលដ្ឋានរបស់គាត់ដឹងកន្លោះកន្លៀនទាំងអស់អញ្ចឹងយើងធ្វើអ្វីមួយយើងត្រូវតែចេះគ្រប់ស្រឡាញ់គាត់អីចឹងទៅយើងឲ្យតម្លៃគាត់បាទខ្ញុំបញ្ជាក់លើក្នុងខាងបាទហ្នឹងហើយចំណុចផ្សេងទៀតគឺបំពេញកិច្ចការទូទៅអញ្ចឹងបំពេញកិច្ចការទូទៅនេះដើម្បីឆ្លើយតបទៅនឹងប្រជាពលរដ្ឋអញ្ចឹងប្រជាពលរដ្ឋគាត់ត្រូវការអីគាត់ចង់បានអីខ្លះគឺការបម្រើរបស់ក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងគឺផ្ដល់ទៅកាន់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់គាត់ដើម្បីឲ្យប្រជាពលរដ្ឋរបស់គាត់នឹងទទួលបាននៅសេវាសាធារណៈផ្សេងឬក៏ទទួលបាននៅចំណុចផ្សេងជាច្រើនដែលគាត់អនុវត្តឲ្យផ្ដល់ឲ្យមួយវិញទៀតគឺក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងគឺត្រូវជ្រើសរើសមេភូមិឬក៏តំណាងភូមិម្នាក់ដើម្បីដឹកនាំមើលការខុសត្រូវបន្ទាប់ពីគាត់ដើម្បីឲ្យងាយស្រួលក្នុងការដឹកនាំឬក៏ងាយស្រួលនៅក្នុងការមើលឃើញឬក៏បម្រើទៅកាន់ប្រជាពលរដ្ឋរបស់គាត់នៅក្នុងភូមិហ្នឹងហ្នឹងគឺជាចំណុចដែលយើងដឹងថាក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគាត់មានភារកិច្ចអីខ្លះទូនទីអីខ្លះហ្នឹងគឺជាភារកិច្ចរបស់គាត់បាទហើយវាសនាមេភូមិគឺជាអ្នកតំណាងភូមិម្នាក់ឬក៏ជាអ្នកគ្រប់គ្រងនៅក្នុងភូមិម្នាក់ដែលត្រូវបោះឆ្នោតឡើងជាសកលហើយបោះឆ្នោតចេញពីប្រជាពលរដ្ឋនៅក្នុងភូមិឃុំហ្នឹងដើម្បីដឹកនាំភូមិឃុំរបស់គាត់ឲ្យមានសណ្ដាប់ធ្នាប់ល្អឬក៏ស្ថិរភាពល្អហ្នឹងគឺជាមេភូមិហើយមួយវិញទៀតគឺមេភូមិគាត់មានតួនាទីរបស់គាត់ដែរហើយតួនាទីរបស់គាត់មានជាទទួលខុសត្រូវក្នុងភូមិអញ្ចឹងឧទាហរណ៍ថាឃុំសង្កាត់នីមួយៗគេអាចរាប់ចាប់ឡើងពី3ភូមិទៅកាន់300ភូមិដែលយើងអាចចាត់ទុកថាជាឃុំសង្កាត់មួយប៉ុន្តែក្នុងមួយភូមិគឺត្រូវមានមេភូមិម្នាក់ដើម្បីមកការខុសត្រូវអញ្ចឹងចំណុចនេះគេថាមេភូមិគាត់ជាអ្នកមានសិទ្ធិឬក៏កាតព្វកិច្ចរបស់គាត់ជាអ្នកទទួលខុសត្រូវនៅក្នុងភូមិរបស់គាត់ឧទាហរណ៍ថាគាត់គ្រប់គ្រងនៅក្នុងភូមិកអញ្ចឹងគាត់មានសិទ្ធិមើលការខុសត្រូវឬក៏ដោះស្រាយជូនប្រជាពលរដ្ឋឬក៏ផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិករបស់គាត់ឲ្យបានប្រសើរឡើងហ្នឹងគឺជាចំណុចទី1ចំណុចទី2គឺជាតំណាងប្រជាពលរដ្ឋនៅក្នុងភូមិឧទាហរណ៍ថាភូមិរបស់គាត់មួយប្រជាពលរដ្ឋគាត់ទាំងអស់គឺជាអ្នកតំណាងឲ្យគាត់ថាតំណាងហ្នឹងគឺជាការផ្ដល់សិទ្ធិឲ្យគាត់នៅក្នុងការគ្រប់គ្រងថែរក្សាភូមិឃុំរបស់គាត់ភូមិឃុំអីភូមិរបស់គាត់អាហ្នឹងគឺជាចំណុចមួយដែលយើងគួរដឹងមួយវិញទៀតគឺអនុវត្តភារកិច្ចដែលឃុំសង្កាត់បកគលឲ្យឧទាហរណ៍ថាភូមិសង្កាត់ឬក៏ឃុំសង្កាត់ហ្នឹងគាត់មានភារកិច្ចឬក៏ផ្ដល់ឲ្យមកកាន់មេភូមិដើម្បីអនុវត្តអញ្ចឹងមេភូមិគាត់មានសិទ្ធិយកភារកិច្ចហ្នឹងមកអនុវត្តជូនប្រជាពលរដ្ឋគាត់នៅក្នុងភូមិឧទាហរណ៍ថាភូមិគាត់ខ្វះខាតអីត្រូវការអីខាងលើគេផ្ដល់ឲ្យគាត់ហ្នឹងត្រូវធ្វើអីចឹងក៏គាត់ផ្ដល់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងមួយវិញទៀតគឺចូលរួមកិច្ចប្រជុំចឹងកិច្ចប្រជុំនេះកិច្ចប្រជុំផ្សេងៗរបស់ឃុំសង្កាត់ឧទាហរណ៍ថាឃុំសង្កាត់ហ្នឹងគាត់មានការប្រជុំផ្សេងៗដើម្បីបង្កើននៅវិធានការឬក៏អនុវត្តនៅវិធានការថ្មីគឺគាត់ត្រូវតែចូលរួមក្នុងកិច្ចប្រជុំហ្នឹងហើយមួយវិញទៀតគឺធ្វើសេចក្តីរាយការណ៍ប្រចាំខែសេចក្តីរាយការណ៍នេះគឺគាត់រាយការណ៍អំពីសុខទុក្ខប្រជាពលរដ្ឋឬក៏តម្រូវការប្រជាពលរដ្ឋយើងត្រូវដឹងថាប្រជាពលរដ្ឋនៅក្នុងភូមិត្រូវមេភូមិជាអ្នកទទួលការខុសត្រូវគ្រប់គ្រងថែរក្សាអញ្ចឹងមេភូមិគាត់ត្រូវមានសិទ្ធិដឹងដែរដឹងថាប្រជាពលរដ្ឋហ្នឹងគាត់ត្រូវការអីខ្វះខាតអីមិនគ្រាន់តែស្គាល់មុខស្គាល់ឈ្មោះទេគឺដឹងពីសុខទុក្ខគាត់នេះខ្វះខាតគាត់នេះក្រីក្រកុមារហ្មងមានប្តីមានប្រពន្ធហ្មងគ្រួសារអីហ្នឹងគឺត្រូវដឹងទាំងអស់គឺរាយការណ៍ទៅកាន់ថ្នាក់លើឃុំសង្កាត់របស់គាត់បាទវាសនានៅឆ្ងល់ចំណុចណាទៀតខ្ញុំអាចបន្ថែមជូនទៅទៀតកំពុងមានអីបន្ថែមលើនឹងទៀតទេឬក៏កំពុងអាចបញ្ជាក់បន្ថែមលើចំណុចណាមួយដែលកំពុងអាចកម្រិតបញ្ជាក់ឬក៏ទៅកាន់បងប្អូនអ្នកគ្នាឲ្យកាន់តែយល់ច្បាស់លើនឹងទៀតបាទហ្នឹងហើយវាសនាខ្ញុំចង់បញ្ជាក់បន្ថែមនៅចំណុចមួយទៀតភារកិច្ចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ប្រជាពលរដ្ឋគ្រប់គ្នាត្រូវតែដឹងថាឃុំសង្កាត់គឺជាទីស្នាក់របស់យើងមួយដែលសំខាន់នៅក្នុងនៅក្នុងការធ្វើឲ្យខ្លួនយើងហ្នឹងសម្រួលដល់កិច្ចការរបស់ខ្លួនយើងឧទាហរណ៍ថាយើងខ្វះខាតអីគឺយើងរត់ទៅរកឃុំសង្កាត់ដូចជាទី1គឺបានសម្គាល់ខ្លួនដែលយើងហៅថាអត្តញ្ញាណប័ណ្ណអញ្ចឹងឃុំសង្កាត់គឺជាកន្លែងមួយសម្រាប់សម្រួលទៅដល់
ចំណុចមួយដែលយើងថាធ្វើអត្តសញ្ញាណប័ណ្ណហ្នឹងគឺជាចំណុចមួយហើយមួយទៀតគឺសម្រួលទៅដល់ការធ្វើវិញ្ញាបនបត្រឬក៏សម្បត្តិកំណើតអញ្ចឹងទារកឬក៏កុមារាកុមារីដែលគាត់ទើបតែកើតឡើងគឺគាត់អាចទៅបញ្ជាក់ឬក៏ធ្វើសម្បត្តិកំណើតនៅក្នុងឃុំសង្កាត់របស់ខ្លួនដើម្បីបញ្ជាក់អំពីឈ្មោះថ្ងៃខែខាងកំណើតទីលំនៅផ្សេងៗមួយវិញទៀតគឺលិខិតបញ្ជាក់ការស្នាក់នៅអញ្ចឹងគេថាសិភៅគ្រួសារហ្នឹងគឺគាត់ត្រូវទៅដើម្បីស្នើសុំធ្វើនៅឃុំសង្កាត់របស់ខ្លួនដើម្បីបញ្ជាក់ថាគាត់ហ្នឹងរស់នៅឃុំហ្នឹងភូមិហ្នឹងបាទហ្នឹងគឺជាភារកិច្ចទាំងឡាយដែលយើងត្រូវយល់ដឹងឬក៏ដែលយើងងាយស្រួលក្នុងការធ្វើនៅក្នុងឃុំសង្កាត់របស់យើងបាទហ្នឹងហើយបាទរបស់ខ្ញុំមានប៉ុណ្ណឹងសម្រាប់ប្រយោជន៍ទៅកាន់ពុកម៉ែបងប្អូនហើយនឹងវាសនាឲ្យបានយល់អរគុណគម្ដងទៀតសម្រាប់ការបកស្រាយនៅក្នុងជំនាន់នេះហើយពុកម៉ែបងប្អូនទាំងគ្នាគាត់ក៏បានយល់ដឹងខ្លះៗហើយថាមេភូមិឬក៏មេឃុំឬក៏ក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគាត់ដឹងពីទូនាទីឬក៏ភារកិច្ចរបស់គាត់ហើយប៉ុន្តែនៅក្នុងធានបទនេះខ្ញុំគ្រាន់តែចង់បញ្ជាក់បន្ថែមទៀតថាគាត់មានទូនាទីយ៉ាងម៉េចគាត់មានភារកិច្ចអីខ្លះអញ្ចឹងទៅឲ្យបងប្អូនពុកម៉ែបងប្អូនកាន់តែយល់កាន់តែច្បាស់បាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបាទសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ការចូលទស្សនានៅក្នុងវីដេអូរបស់ Nissan Podcast បាទសូមអរគុណសូមគោរព